សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតដែលនិយាយពីមុខងារ Circle Research របៀបប្រើប្រាស់ដដែលលើទូរស័ព្ទដៃ Samsung Galaxy បាទថ្ងៃមុនខ្ញុំបានវីដេអូមុនយើងនិយាយអំពី Circle Research គឺការស្វែងរកវត្ថុអ្វីមួយឬក៏អីមួយអញ្ចឹងណាអញ្ចឹងតាក់ទងជាមួយនឹងថ្ងៃនេះគឺយើងប្រើមុខងារ Circle Research ដើម្បីបកប្រែភាសានៅលើអេក្រង់ទូរស័ព្ទរបស់បងប្អូនទាំងអស់គ្នាអញ្ចឹងងាយស្រួលទេកុំឲ្យយូរខ្ញុំប្រើប្រាស់នៅលើនេះគឺអេក្រង់វារៀងធំជាងណាអញ្ចឹងខ្ញុំប្រើនៅលើនេះគឺអេក្រង់ធំជាងបានន័យថាភាសាអីក៏ដោយឲ្យតែនៅលើអេក្រង់យើងណានៅលើ Facebook ក៏បាននៅលើ YouTube នៅលើ website អីក៏បានដែរឥឡូវខ្ញុំគ្រាន់តែឧទាហរណ៍ឲ្យបងប្អូនមើលឲ្យបានន័យថាខ្ញុំមានភាសាស្រាប់ណាឧទាហរណ៍នេះគឺតាក់ទងជាមួយនឹងភាសាកូរ៉េហើយវាជាមនុស្សកូរ៉េយើងអត់ដឹងថាអីគេទេឧទាហរណ៍ថាយើងទៅប្រទេសគេឬក៏យើងទៅកន្លែងណាមួយដែលយើងអត់អាចយល់ដឹងពីភាសាហ្នឹងអញ្ចឹងយើងគ្រាន់តែ search បានន័យថានៅលើអេក្រង់ទូរស័ព្ទហ្នឹងណាឧទាហរណ៍ថានេះរូបនៅលើអេក្រង់បើសិនជាយើងអត់ធ្វើតាមហ្នឹងយើងគ្រាន់តែបើកកាមេរ៉ារបស់យើងណាហើយយើងដាក់ឲ្យគេឃើញតិចខ្ញុំធ្វើឲ្យមើលក៏យើងអាចឆែកបានដែរឥឡូវបានន័យថារូបនេះនៅលើអេក្រង់ដើម្បីចុចអាហ្នឹងបាន search ដើម្បីបកប្រែបានយើងគ្រាន់តែចុច home key ឲ្យជាប់ដូចគ្នាធ្វើរបៀប Circle Research អញ្ចឹងពេលដែលយើងចុចទៅវានឹងឃើញផ្ទាំងយ៉ាងហ្នឹងណាអូខេអញ្ចឹងផ្ទាំងហ្នឹងបើសិនជាយើងគូសកំប៉ុងគឺយើង search ប៉ុន្តែលើកនេះគឺយើងអត់ធ្វើគូសកំប៉ុងទេខ្ញុំចង់បកប្រែភាសាអស់នេះអញ្ចឹងខ្ញុំគ្រាន់ចុចប៊ូតុងនេះបងប្អូនឃើញទេនៅចិត្តប៊ូតុងសំឡេងនេះឃើញអក្សរអញ្ចឹងខ្ញុំគ្រាន់តែចុចប៊ូតុងកន្លែងហ្នឹងចុចគ្រាន់មកប៉ក់ទៅគឺវាបកប្រែឲ្យខ្ញុំឲ្យបកប្រែជាភាសាខ្មែរខ្ញុំឲ្យបងប្អូនឃើញទេនៅក្តាមផ្កាឈូកចំហុយអីអញ្ចឹងណានំ pancake សមុទ្រស៊ុបអូដិនឈុតសាច់មាន់បំពងឬក៏មាន់បំពងឬក៏អីចឹងណាអាហ្នឹងគឺវាបកប្រែឲ្យយើងហ្មងហើយបកប្រែសំខាន់បានជាភាសាខ្មែរទេបងប្អូនឃើញទេបានន័យថាបកប្រែពីភាសាកូរ៉េមកភាសាខ្មែរយើងក៏អាចបកប្រែទៅភាសាអង់គ្លេសក៏បានដែរអូខេនេះឃើញទេអញ្ចឹងយើងចង់បកប្រែភាសាអីគឺយើងប្រើភាសាហ្នឹងទៅអញ្ចឹងឧទាហរណ៍ថាយើងបកប្រែតែភាសាជាតិរបស់យើងទៅនេះឃើញទេបងប្អូនឲ្យតែនៅលើអេក្រង់ហ្នឹងគឺយើងអាចធ្វើបានទាំងអស់មិនថាភាសាអីទេឲ្យតែឆែកមើលឧទាហរណ៍ថាឥឡូវខ្ញុំឧទាហរណ៍មួយទៀតចុះខ្ញុំអានសភៅច្រើនណាអក្សរច្រើនណានេះអូខេឥឡូវខ្ញុំរកមើលកន្លែងណាមួយដែលអក្សរតិចសាកមើលចុះដើម្បីងាយស្រួលក្នុងការឧទាហរណ៍ឲ្យបងប្អូនមើលឥឡូវខ្ញុំសាកចេះអញ្ចឹងក្នុងនេះវាមានអក្សរប៉ុណ្នេះឧទាហរណ៍ណាខ្ញុំគ្រាន់តែចូលកាមេរ៉ាទៅខ្ញុំចូលកាមេរ៉ាមកខ្ញុំដាក់ឲ្យឃើញតែប៉ុណ្ណឹងហើយខ្ញុំចុចឲ្យជាប់ដូចគ្នាបានន័យថាខ្ញុំចុចឲ្យប៊ូតុងកណ្ដាលឲ្យជាប់ឃើញទេហើយខ្ញុំចុចបកប្រែកម្មវិធីទីផ្សារអញ្ចឹងទៅណានឹងបរិស្ថានអញ្ចឹងវាបកប្រែឲ្យយើងឲ្យតែនៅលើអេក្រង់ទូរស័ព្ទហ្នឹងមិនថាភាសាអីគឺវាបកប្រែឲ្យយើងទាំងអស់អញ្ចឹងវាងាយស្រួលមែនតើហ្មងឧទាហរណ៍ថាយើងចូល website អីមួយណាខ្ញុំអត់ដឹងថាគេស្អីគេខ្លះទេយើងគ្រាន់តែចុចមកហើយយើងចុចបកប្រែតោះមកឃើញហើយនេះកម្រងអីណាអញ្ចឹងទៅបាទអញ្ចឹងវីដេអូថ្ងៃហ្នឹងគឺខ្ញុំបង្ហាញតែប៉ុណ្្នឹងតាក់ទងជាមួយនឹង Circle Research តែតាក់ទងជាមួយនឹងការបកប្រែហើយកុំភ្លេច subscribe channel YouTube នេះផងហើយកុំភ្លេចតាមដានបាទហើយជួបគ្នានៅក្នុងវីដេអូក្រោយទៀតតាក់ទងជាមួយមុខងារផ្សេងទៀតអរគុណជំរាបលាបាយបាយ